I'm sorry, but don't wanna talk. I need a moment before I go. There's nothing personal. I draw the blinds. They don't need to see me cry. 'Cause even if they understand, they don't understand. So then when I'm finished, I'm all about my business and ready to save the world. I'm taking my misery, making my bitch give me everyone's favorite girl. សួស្តីអ្នកទាំងអស់គ្នាតើថ្ងៃហ្នឹងនឹងវីដេអូប្លុកទៀតហើយថ្ងៃហ្នឹង admin នឹងនាំពុកម៉ែបងប្អូនអ្នកគ្នាទៅតាមដានទស្សនាជាមួយនឹងប្លុកទៅលេងនៅឯកំពង់សោមគឺទៅលេងផ្ទះ admin ផ្ទាល់តែម្ដងអញ្ចឹងពុកម៉ែបងប្អូនអ្នកគ្នាប្រកាសជាធ្លាប់ដឹងហើយថា admin មានផ្ទះនៅកំពង់សោមតែមួយរយៈនេះគឺ admin មិនដែលបានទៅទេគឺនៅផ្ទះខ្លាំងមែនតើដោយលើកនេះ admin នឹងពុំនាំយកទេសភាពដែលស្អាតក្នុងរដូវកាលខែព្រីនេះចង់ដឹងថាតើទីរួមខេត្តកំពង់សោមទៅថាតែ admin មិននៅកំពង់សោមចំទីរួមខេត្តទេតែ admin គឺនៅឯនៅប្លុកឯរៀមបងប្អូនអរគ្នានៅសមុទ្ររៀមអញ្ចឹងពុកម៉ែបងប្អូនអរគ្នាគាត់จะចង់ដឹងថាតើនៅតំបន់សមុទ្ររៀមតើមានការអភិវឌ្ឍយ៉ាងណាពុកម៉ែបងប្អូនអរគ្នាកុំភ្លេចតាមដានជាមួយវីដេអូប្លុកនេះផងដែរអញ្ចឹងវីដេអូនេះគឺ admin នឹងអាចដាក់ក្នុង YouTube ដើម្បីចែកជូនដល់ពុកម៉ែបងប្អូនអរគ្នាតាមដានទស្សនានៃការអភិវឌ្ឍនៅក្រុងរៀមអូខេហើយជាមួយនឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនអរគ្នាទៅមើលផ្ទៃដីរបស់ admin នៅរៀមដែរថា admin មានដីប្រមាណនៅរៀមនោះហ្នឹងហើយមិនមែនទេមានតែដីទេគឺមានផ្ទះសម្រាប់លេងកំសាន្តទៀតបងប្អូនអរគ្នាផ្ទះលំហែ admin នៅនឹងតែម្ដងវាមិនតូចក៏មិនធំគឺមកល្មមឲ្យរស់នៅបានបែបលក្ខណៈសាមញ្ញធម្មតាអូខេអញ្ចឹងពុកម៉ែបងប្អូនហើយក៏ចង់ដឹងហើយថាការធ្វើដំណើរលើផ្លូវលបឿនលឿនហើយជាមួយនឹងត្រង់ទេសភាពតាមផ្លូវជាមួយនឹងទីនោះបែបណាតោះទៅតាមដានជាមួយនឹងការធ្វើដំណើរតាមផ្លូវទាំងអស់គ្នាហើយជាមួយនឹងប្លង់លើកនេះ admin នឹងមានប្លង់ដ្រូនទេបងប្អូនអរគ្នាពិតជាលយមែនតែម្ដងអញ្ចឹងតើគុំឲ្យវីដេអូនេះកាន់តែបង្ងយូរទៅតាមដានជាមួយនឹង admin នៃការធ្វើដំណើរទៅទីនោះទាំងអស់គ្នាឥឡូវរៀបចំរួចអញ្ចឹងពុកម៉ែបងប្អូនហើយកុំភ្លេចតាមដានទស្សនាអរគុណច្រើនអរគុណច្រើនយ៉ាងណាទៅតាមដានជាមួយនឹងការធ្វើដំណើរទៅតាមផ្លូវទាំងអស់គ្នា Let's goនេះកំពុងតែស្ទះផ្លូវពុកម៉ែបងប្អូនអរគ្នាស្ទះផ្លូវលើផ្លូវលបឿនលឿនសារតែមានបញ្ហាឡើងខាងក្រោយឥឡូវបងប្អូនចង់ឃើញអត់បើចង់ឃើញចាំខ្ញុំដាក់វីដេអូបងប្អូនអរគ្នាមកខាងក្រោយណាចាំនេះបងប្អូនអរគ្នាយើងបងប្អូនអរគ្នានេះឡើងបងមានបញ្ហាស្ទើរទៀតហើយនេះលើផ្លូវលបឿនលឿននេះតូនេះគាត់លៀងបងប្អូនអរគ្នានេះមនុស្សចុះមួយទីច្រើនណាស់ម្ដងអញ្ចឹងបងប្អូនតែឥឡូវស្ទើរទៀតស្ទើរឡើងហ្នឹងអានេះនៅផ្លូវគេហៅថាផ្លូវបត់ទៅរីរុំហៅថាផ្លូវហ្នឹងបងប្អូនអរគ្នាផ្លូវត្រែងទៅយើងហ្នឹងហើយចំណតទី3អញ្ចឹងមានការកស្ទះគួរសមដែរបងប្អូនអរគ្នាគួរសមដែរនេះអូយស្ទះច្រើនណាស់អូខេសួស្តីអ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាតើឥឡូវយើងបានមកដល់ផ្លូវលបឿនលឿនណាចុះនេះគឺជាផ្លូវលបឿនលឿនរបស់យើងណាចង់ខ្ញុំដាក់0.6ដើម្បីបងប្អូនអរគ្នាមើលវីយូធំណាអូខេណាពុកម៉ែបងប្អូនអរគ្នាឥឡូវយើងបានមកដល់ផ្លូវលបឿនលឿនហើយនេះគឺជាចំណតទី3នៃប្រោនបងប្អូនអរគ្នាយើងដល់ចំណតទី3នៃប្រោននេះគឺជាបរិវេណនៅផ្លូវថ្ងៃនេះស្ងាត់មែនតើអត់សូវមានមនុស្សអីហ្មងទេតែថាពេលច្រើនតាមខ្ញុំដឹងខ្ញុំគិតថាពុកម៉ែបងប្អូនអរគ្នាពេលច្រើនគាត់ទៅលេងកោះកុងចៅមួយរយៈហ្នឹងអញ្ចឹងខ្ញុំមើលតាមស្ថានភាពនៅក្នុងផ្លូវលបឿនលឿនដូចជាមិនសូវមានមនុស្សអីទេថ្ងៃនេះហ្នឹងហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអរគ្នាអ្នកដែលនៅខាងទៅដល់បើអ្នកដែលនៅខាងខេត្តប្រសេនោះដែលបានទៅដល់មុនហើយកុំភ្លេចថ្ងៃស្អែកជួបគ្នានៅកាហ្វេប្រោនយើងនឹងបន្តទៅកាហ្វេប្រោនទៀតហើយនេះគឺជាទេសភាពដែលនៅជុំវិញផ្លូវលបឿនលឿននៅចំណតទី3នៃការកាហ្វេប្រោនណាបងប្អូនអរគ្នាអញ្ចឹងមុនហ្នឹងយើងជិះបានដល់ពាក់កណ្ដាលផ្លូវនៅចំណតទី2ផ្លូវចាក់ទៅខាងវារិញមានឧបតិហេតុមួយគឺឡានតូរីដូចជាឡានដឹកអីវ៉ាន់ដែលគាត់មានបញ្ហាប្រហែលជាគៀឬក៏ប្រហែលជាគាត់បញ្ហារឿងចកោតឡានរឿងអីអញ្ចឹង
សង្ឃឹមថាពុកម៉ែបងប្អូនអរគ្នាដែលឡើងលើផ្លូវល្បឿនលឿនសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នានឹងព្យាយាម control លើសម្ភារៈផ្ទាល់ខ្លួនដូចជាឡានអីត្រូវតែ check in check អី check មើលខាងបាតចេញក្រោមចង្កូតឲ្យបានត្រឹមត្រូវមុននឹងយើងឡើងលើផ្លូវល្បឿនលឿនបើសិនជាយើងអត់ check ទេវាធ្វើឲ្យអខានក៏មានបញ្ហាអ្វីដែលយើងគិតថាវាអាចនឹងជួបហ្នឹងហើយអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនមុននឹងឡើងត្រូវ check ឲ្យបានត្រឹមត្រូវសិនដើម្បីយើងការពារសុខភាពយើងទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងគុំនេះច្រើនគ្រាន់តែឥឡូវទេសភាពវាអត់ភ្លៀងទេបងប្អូនឃើញគឺមេឃស្រឡះតែម្ដងបងប្អូនឃើញមេឃស្រឡះតែម្ដងនេះមេឃស្រឡះមែនតើអញ្ចឹងសម្រាប់យើងបន្តដំណើរទៅមុខទៀតទៅដល់ផ្ទះខ្ញុំនៅឯរៀមតែម្ដងអញ្ចឹងពេលតែខ្ញុំទៅដល់បើសិនជាខ្ញុំទៅដល់ត្រឹមពលានយន្តហោះបើសិនជាអាចវាមេឃរៀងនៅស្អាតនៅភ្លឺខ្ញុំនឹងដាក់ប្លង់ដ្រូនបងប្អូនអរគ្នាមើលចាប់ពីត្រឹមពលានយន្តហោះទៅដល់កំពង់មូលណាអញ្ចឹងតោះទៅដំណើរជាមួយនឹងបន្តទៀត Let's goសួស្តីអ្នកទាំងអស់គ្នាតើឥឡូវយើងបានមកដល់ផ្ទះយើងបងប្អូនអរគ្នាបងឃើញនេះគឺជាបរិវេណនៃផ្ទះខ្ញុំណាបងប្អូនអរគ្នាអញ្ចឹងអ្វីដែលយើងនៅតាមផ្លូវគឺយើងបានថតរូបហោះរួចហើយបងប្អូនអរគ្នាអញ្ចឹងនេះគឺជាវីដេអូប្លុកដែលយើងនៅលេងផ្ទះនៅក្នុងសោមទីខាងក្នុងណាបងប្អូនអរគ្នាខាងក្នុងផ្ទះខ្ញុំសំខាន់នេះមកដល់ផ្ទះនេះមីធំឈឺទេបងប្អូនអរគ្នាដល់ហើយឈឺអីណាយើងបែរតារាហើយហ្នឹងបងប្អូនអរគ្នាមកមើលមានដល់មានអូយនេះមានព្រោះផ្លែបងប្អូនគ្នាផ្លែហើយមានយើងណាហ្នឹងហើយមីនេះរៀងក្តៅចឹងណាគេថានៅសមុទ្រភ្លៀងបងប្អូនក្តៅដល់ចង់ឲ្យជះក្បាលនិយាយមែនបងប្អូនទីផ្លែមានរបស់យើងណាអានេះសាមុនយើងកាត់ស្មៅឲ្យមួយសាយតែលើនេះដល់មកទៀតហើយដើមចន្ទទីអស់ហើយហើយចន្ទទីទីអស់បងប្អូនអរគ្នាសំខាន់អ្វីដែលសំខាន់បងប្អូនអរគ្នានៅមុខខាងក្រោយខ្ញុំនេះគឺជាភ្នំបងប្អូនអរគ្នាហើយមុខផ្ទះខ្ញុំនេះបន្លាគេហ្នឹងហើយនៅផ្លូវផ្ទះខ្ញុំនេះបងប្អូនបាច់ភ័យបារម្ភទេថាអីនៅផ្លូវផ្ទះខ្ញុំនេះគឺវាជាប់នឹងផ្លូវជាតិបងប្អូននេះផ្លូវជាតិឬចេញចូលច្រើនផ្លូវជាតិគឺវាចេញចូលច្រើនផ្លូវនេះគឺលក្ខណៈផ្លូវនេះគឺគេហៅថាផ្លូវទៅកោះរាជបុត្របងប្អូនអរគ្នាផ្លូវនេះគឺធ្លាយទៅកោះរាជបុត្រអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលចង់មកលេងនេះគឺតែនៅផ្ទះខ្ញុំហើយផ្ទះខ្ញុំគឺសាមញ្ញធម្មតាណាបងប្អូនចឹងអូខេថ្ងៃនេះយើង
តិចទៀតយើងនឹងមានការបន្តដំណើរទៅលេងឯអង្គុយនៅមាត់សមុទ្រគួយញ៉ាំបុកល្ហុងឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនអរគ្នាដែលចង់ដឹងកន្លែងបុកល្ហុងឆ្ងាញ់នៅតាមមាត់សមុទ្រនៅកន្លែងរៀមទីទៀតខ្ញុំនឹង recommend នៅបងប្អូនគ្នាទៅអង្គុយញ៉ាំនៅនឹងហើយយើងនឹងដាក់ប្លង់ដ្រូនមួយថ្ងៃលេងទីនោះផងដែរអញ្ចឹងតោះទៅតាមដានជាមួយយើងចុកដែរទីពេលនេះវីដេអូនេះយើងថតចេញពីកាមេរ៉ាតែម្ដងយើងមានថតក្នុងកាមេរ៉ាខ្លះថតជាមួយនឹងទូរស័ព្ទខ្លះអូខេតោះទៅតាមដានមាត់សមុទ្ររបស់គ្នា let's go